Hello អ្នកទាំងអស់គ្នាដូចជាbạnខ្ញុំយូរហើយតើតែកុំភ័យអីឥឡូវក៏ខ្ញុំមកវិញហើយខ្ញុំនឹងចេញសាច់រឿងអ្នកទាំងអស់គ្នាពីភាគតែម្ដងដើម្បីជាការសុំទោសតែខ្ញុំអត់បានចេញឲ្យប្រហែលខែហ្នឹងហើយឥឡូវក៏មកកាត់ពេលយូរយើងទៅចូលសាច់រឿងយើងទាំងអស់គ្នាស្រីនេះក៏មានឈ្មោះដូចខ្ញុំដែរតែជាកូនស្រីដែលល្បីថាក្នុងបង្ការរបស់គ្រូសាសងនាងកត់មកក្នុងគ្រួសារអ្នកខ្លាំងតែបាច់ជាគ្មានសមត្ថភាពបាក់ហាត់បានបែកគុណទៅវិញអញ្ចឹងហើយទើបត្រូវបានប្រមាថហើយតាមសម្លាប់ព្រោះគេឲ្យតម្លៃតែអ្នកខ្លាំងប៉ុណ្ណោះហើយខ្ញុំដៃពិសិដ្ឋជនជូមកពីឆ្នាំ2030ដែលជារាជធានីនៃឱសថដែលអ្នកណាក៏គោរពផ្ដល់កិត្តិយសចូលជាមកដល់ទីនេះហើយវាមិនអាចទៅរួចទេដែលត្រូវរត់ទូជាអ្នកកំសត់អ្នកណាក៏អាចធ្វើបាបបាននោះអ្នកដែលដណ្ដើមអ្វីពីយើងនឹងត្រូវយើងប្រមូលយកវិញទាំងអស់អ្នកដែលហ៊ានធ្វើបាបយើងមិនឲ្យរើខ្លួនងាយទេតែពេលនេះត្រូវរកផ្លូវទៅផ្ទះសិនហើយអ្នកទាំងអស់គ្នាទូស្រីមួយឈ្មោះថាចិនជាវadmin កក់ទុកណាហាមយករបស់ admin ចូលមានអ្វីកើតឡើងជីផងរាត្រីមួយដ៏សែនវែងឆ្ងាយក្នុងជីវិតខ្ញុំជួបគូព្រេងឬមិនជាការកែទូស្រីខ្លាំងមែនតើហើយមិនបានមកជួបគូព្រេងនឹងជ្រួញតែមែនដែរនៅគូព្រេងរបស់ទូស្រីហើយទឹកប្រកមិននិយាយថាក៏រឿងអ្វីឲ្យប្រកាសគ្រាន់តែរបស់បណ្ដាសាត្រូវបំបែកមានស្រីម្នាក់ធ្លាក់មកពីលើមេឃហើយទូស្រីក៏បាននិយាយម្ដងថាស្ថានភាពណានេះមិនដែលគ្មានមនុស្សប្រុសម្នាក់នៅក្រោមដីកាត់មកពេលក្រោយពេលដែលទើបប្រត់បានបំបែកជាបណ្ដាសាច្រវាក់ចាប់ផ្នាមព្រះបែកចង្វាក់ត្រូវបានលងបែកហើយទីបំផុតការរងចាំអស់របស់អ្នករបស់យើងមិនខកបំណងទេអ្នកដែលធ្វើឲ្យយើងកាន់ពីមុនយើងនឹងសម្លាប់ចោលឲ្យអស់តើបែកធ្លាក់មកនោះជួយផងមនុស្សស្រីមិនក៏មានមនុស្សស្រីធ្លាក់មកពីលើមេឃអញ្ចឹងអាយ៉ាប្រុសសង្ហាចំមានរំលឹកអសុរមិនទេហាសុំទោសផងក្មេងប្រុសច្រវាក់ភ្ជាប់វិញនាងស្រីចង្រៃគម្រោងរបស់ខ្លួនរាប់ពាន់ឆ្នាំរបស់ខ្ញុំត្រូវបានរំលាយត្រឹមតែមួយរំពេចភ្នែកដោយសារតែនាងខ្ញុំមិនអាចរកខ្លួនទេចង់ទៅណាតើគេចង់ធ្វើអីហ្នឹងខ្ញុំមិនឲ្យនាងទៅទេជួយផងអាក្បត់នេះទេខ្ញុំទៅណាលើកខ្ញុំឡើងទៅលើវិញមិនបានស្រីនេះកាន់តែថាកាន់តែផ្អែមឈាមរបស់ខ្ញុំបានព្រួកញ្ជ្រោលខ្ញុំបារម្ភថាចង់ទៅស៊ីនាងអ្នកទាំងអស់គ្នាខ្ញុំបារម្ភថាបាបចូលខ្លួនហើយសំគីនេះចង់កាន់ជក់ស៊ីខ្ញុំដូចតាហឺឬយ៉ាងម៉េចខ្ញុំចិត្តដាច់ខ្យល់ហើយនាងបានបំផ្លាញគម្រោងរបស់ខ្លួនរាប់ពាន់ឆ្នាំរបស់យើងតើនាងជាអ្នកណាឲ្យប្រកាសកែវភ្នែកមួយនោះវាពិតជាគួរខ្លាចណាស់នេះលោកសួរឈ្មោះមនុស្សស្រីតែណាមិនបានប្រាប់ឈ្មោះលោកឲ្យនៅខ្ញុំដឹងមុនទេពិតជាគ្មានក្រមសីលធម៌មែនតែមើលជាយូរទៅអបិនេះសង្ហាក្រំបានតើណែកូនស្រីមិនតាន់ដឹងគេជាអ្នកណាផងទៅលងខ្លាញ់គេយ៉ាងម៉េចនេះណែនេះល្អិតនេះបានធ្វើឲ្យខ្ញុំជប់គុំម្ដងទៀតតើខ្ញុំគួរធ្វើអឹបណាទឹកកំហឹងរបស់ខ្ញុំត្រូវបានលលត់ដែរខ្ញុំសុំទោសខ្ញុំមិនដឹងថាលោកនៅទីនេះតែដើម្បីឲ្យលោកស្ងប់ចិត្តលោកស្រឡាញ់ខ្ញុំក៏បានដែរក៏ប៉ុន្តែលោកមកជាចត់នៅទីនេះទៀតហើយចាប់បើយើងធ្វើឲ្យម្យ៉ាងដោះដូរគ្នាលោកក៏ចាំមិនដែរអញ្ចឹងឬនាងល្អិតម្នាក់នេះបង្ក្លាយជាងហើយនៅយើងយកលក្ខខណ្ឌមកដាក់ដូរជាមួយយើងទៀត